សូមជូនកាបវិនិច្ឆ័យឬភ្លើងឆេកាប់ដកស្រង់ប្រែរៀបរៀងដោយព្រះបល្ល័ង្កអូត្តមលិខិតសង្ឃស៊ីវសទ្ធថោអូបាយប្រចាំជីវិតដើម្បីបន្ធូរបន្ថយនៅចិត្តកុំឲ្យលិចលង់ទៅក្នុងអំពើទុច្ចរិតផ្សេងៗយើងគួរកិត្តពិចារណាដោះគ្រោះថ្នាក់ការវិនិច្ឆ័យអន្តរធានរបស់ពិភពលោកដែលទុកជាផ្ទះសម្បែងជាគុហាឬជាអន្លង់របស់យើងដែលយើងគេត្រូវតែកើតត្រូវតែនៅអាស្រ័យកិច្ចរត់ជាចេញមិនរួចធម្មតាអ្នកនៅក្នុងផ្ទះដែលចាក់សោជាប់មាំមុនហើយទ្វេប្រហែសមិននឹកស្មានដល់ពីការគ្រោះថ្នាក់គិតតែដេកសប្បាយក្នុងផ្ទះបណ្ដោយសតិស្មារតីឲ្យវង្វេងភ្លេចបាត់កូនសោដល់វេលាភ្លើងឆេះផ្ទះស្រាប់តែភ័យញ័រច្របល់ច្របល់ស្លុតប្រលឹងរត់ស្រែកអន្តះសាទទួលនៅសេចក្តីទុក្ខយ៉ាងមហិមាដរាបដល់ភ្លើងឆេះខ្ទេចខ្ទីប្រកាច់ស្លាប់នៅក្នុងគំនរភ្លើងនោះមានឧបមាយ៉ាងណាមិញពួកសត្វតានិកក្នុងលោកដែលងប់ងុយស្លុតស្លង់នៅគំនិតទៅក្នុងអំពើទុច្ចរិតផ្សេងមិននឹកគិតដល់គ្រោះថ្នាក់ប្រចាំជីវិតគិតតែសប្បាយហួសហេតុខុសលំនាំអ្នកប្រាជ្ញក៏ដូច្នោះដែរធម្មតាអ្នកប្រាជ្ញអ្នកមានគំនិតប្រព្រឹត្តទៅមុនជីវិតតែងរិះរកឧបាយដើម្បីជៀសវាងនៅគ្រោះថ្នាក់ប្រចាំជីវិតទុកមុនជាដរាបមិនបណ្តែតបណ្ដោយឲ្យជីវិតលឿនទៅប៉ះទង្គុកពៀនពៀលើកំណរគ្រោះថ្នាក់ឡើយឧបាយដែលនឹងជៀសវាងគ្រោះថ្នាក់នោះមានតែមួយទេគឺសុចរិតធម៌សុចរិតកាយគឺមិនបៀតបៀននៅជីវិតរបស់ខ្លួននិងសត្វដទៃមិនលួចប្លន់បុត្រធីតាភរិយាស្វាមីនិងទ្រព្យសម្បត្តិរបស់អ្នកដទៃនិងមិនផឹកសុរាជាដើមសុចរិតវាចាគឺមិននិយាយពាក្យភូតផរកុហកញុះញង់បំបែកបំបាក់ចាក់ចុចធ្វើឲ្យអ្នកដទៃវិនិច្ឆ័យជាដើមសុចរិតចិត្តគឺមិនគុំគួនព្យាបាទនឹងអ្នកដទៃនិងមិនរបឹងរឹងរូសចចេះជំទាស់នឹងសភាវៈពិតដូចជាកម្មផលនិងផលរបស់កម្មជាដើមបើបុគ្គលណាមានសុចរិតធម៌នេះហើយបុគ្គលនោះជាបណ្ឌិតមានគំនិតល្អមិនបណ្ដោយឲ្យជីវិតលឿនទៅប៉ះទង្គុកពៀនពៀលើកំណរគ្រោះថ្នាក់ឡើយឯគ្រោះថ្នាក់នោះនិយាយដោយសង្ខេបមានពីរយ៉ាងគឺ 1. គ្រោះថ្នាក់មិនប្រចាំកាល 2. គ្រោះថ្នាក់ប្រចាំកាល 1. គ្រោះថ្នាក់មិនប្រចាំកាលនោះបានដល់គ្រោះថ្នាក់របស់សត្វដូចជាក្នុងបច្ចុប្បន្នកាលនេះក្នុងប្រទេសមួយតំបន់មួយជាមួយគ្នាសត្វខ្លះមានគ្រោះថ្នាក់ខ្លះបានសុខចម្រើនជួនកាលថ្ងៃខែឆ្នាំនេះសត្វនោះមានគ្រោះថ្នាក់ថ្ងៃខែឆ្នាំនោះសត្វនោះមានគ្រោះថ្នាក់មិនកំណត់កាលកំណត់សត្វដូច្នេះហៅថាគ្រោះថ្នាក់មិនប្រចាំកាល 2. គ្រោះថ្នាក់ប្រចាំកាលនោះបានដល់គ្រោះថ្នាក់ប្រចាំអាយុផែនដីយូរអង្វែងណាស់ទើបមានម្ដងគ្រោះថ្នាក់នេះធំក្រៃលែងធំដែលពាក្យចាស់ទុំតែនិយាយថាកើតអន្តរធានភ្លើងឆេះទឹកឆេះដីភ្លើងប្រឡ័យកាប់ឬក៏ភ្លើងប្រឡ័យលោកក្នុងពេលភ្លើងប្រឡ័យកាប់នោះពួកសពសត្វនេះក៏ដែលនៅលើផែនដីទាំងប៉ុន្មានក៏នៅក្នុងឋានសួគ៌ទទួលត្រឹមសទ្ធាវាព្រំត្រូវទទួលគ្រោះថ្នាក់ទាំងអស់ចំពោះសពសត្វណាដែលធ្វេសប្រហែសមិនអើពើនឹងសុចរិតធម៌ព្រោះក្នុងពេលនោះធម្មតាកុសលាកុសលកម្មនិងសង្ខារត្រូវបែងចែកសត្វគឺសត្វណាដែលល្មមប្រព្រឹត្តអំពើទុច្ចរិតសត្វនោះត្រូវទៅជួបជុំកើតនៅក្នុងពេលនោះទីនោះសត្វណាដែលបានប្រព្រឹត្តនៅសុចរិតធម៌ហ្មត់ចត់ល្អសត្វនោះត្រូវទៅកើតនៅទីកន្លែងសុខក្សេមក្សាន្តមានទៅកើតនៅក្នុងសទ្ធាវាព្រំជាដើមមិនបានទៅច្រឡូកច្រឡំជាមួយនឹងពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតនោះឡើយដូច្នេះហៅថាគ្រោះថ្នាក់ប្រចាំកាលគ្រោះថ្នាក់នេះកាន់តែលឿនចិត្តមកដល់ហើយព្រោះផែនដីដែលយើងនៅអាស្រ័យសពថ្ងៃនេះមានឈ្មោះតាមអាយុហៅថាផតកម្មផតកម្មនេះមានព្រះពុទ្ធ5ព្រះអង្គ
ត្រូវឧបដឹកឡើងក្នុងអាយុនៃផែនដីនេះឥឡូវនេះព្រះបរិនិព្វានផុត4ព្រះអង្គទៅហើយគឺព្រះកកុសន្ធោព្រះកោនិកមនោព្រះកាសបោព្រះសមណគោតមនៅសល់តែព្រះអរិយមេត្រីឬក៏ព្រះសេអាមេត្រីមួយអង្គទៀតទេត្រូវភ្លើងប្រឡ័យកាប់ហើយពាក្យថាកាប់និងរឿងប្រឡ័យកាប់នោះនឹងមានសម្ដែងដូចតទៅនេះអំពីពាក្យថាកាប់ការដែលតាំងនៅយូរអង្វែងហៅថាកាប់ជាឈ្មោះនៃអាយុផែនដីឬជាឈ្មោះនៃអាយុឱកាសលោកដែលហៅថាឱកាសលោកនោះក្នុងគម្ពីរវិសុទ្ធមគ្គប្រាប់ថាបានដល់ទីលំនៅរបស់សត្វនិកដែលមានសេចក្តីវិនិច្ឆ័យជាធម្មតាក្នុងឱកាសលោកនោះមានចក្រវាឡជាច្រើនពាក្យថាចក្រវាឡគឺលោកធាតុត្រត្រង់លោកបានជាហៅថាចក្រវាឡព្រោះមានភ្នំព័ទ្ធព័ន្ធជុំវិញដូចជាកង់រទេះចក្រវាឡយើងនេះមានបណ្ដោយទទឹងប្រវែង1,230,450 យោជន៍បរិមណ្ឌលសំណុំមូលជុំវិញ3,910,350 យោជន៍កម្រាស់ផែនដីក្នុងចក្រវាឡនេះមានចំនួន240,000 យោជន៍ទឹកត្រផែនដីកម្រាស់480,000 យោជន៍ភ្នំសនេរុចាក់ឬលិចទៅក្នុងមហាសមុទ្រមានជម្រៅ84,000 យោជន៍ខ្ពស់ឡើងលើ84,000 យោជន៍ដូចគ្នាបន្ទាប់អំពីភ្នំសនេរុនោះមានភ្នំសត្តបរិផន7ជាន់ទៀតគឺ1. យុគន្ធរមានកម្ពស់42,000 យោជន៍ 2. អ៊ិសន្ធរមានកម្ពស់21,000 យោជន៍ 3. ករវឹកមានកម្ពស់1,500 យោជន៍ 4. សុទស្សនៈមានកម្ពស់5,250 យោជន៍ 5. និមិន្ធរមានកម្ពស់2,625 យោជន៍ 6. និវតកៈមានកម្ពស់1,312 យោជន៍កន្លះ 7. អសកណ្ឌៈមានកម្ពស់656 យោជន៍ពាក់កណ្ដាលកន្លះភ្នំទាំង7នេះសុទ្ធតែជាភ្នំទិព្វដ៏វិចិត្រដោយរតនៈផ្សេងមានមាសជាដើមមានឫសលិចចុះទៅក្រោមពាក់កណ្ដាលស្មើនឹងកម្ពស់ឡើងលើស្ថិតនៅពាន់ជុំវិញភ្នំសនេរុចម្ងាយអំពីភ្នំមួយទៅភ្នំមួយប្រវែងស្មើនឹងកម្ពស់ភ្នំនោះត្រង់ចន្លោះភ្នំទាំង7នោះសុទ្ធតែសមុទ្រទឹកគ្មានសរសៃហៅថាសមុទ្រសេតន្តរៈភ្នំទាំង7នេះស្ថិតនៅឋានចតុមហារាជការជាទីលំនៅនៃស្ដេចចតុលោកបាលទាំង4គឺព្រះបាទថេតរដ្ឋៈ1វិរូបខៈ1វិរុលហកៈ1កវីរៈ1កន្លែងនេះជាទីនៅអាស្រ័យនៃទេវតានិងយក្សទាំងឡាយមិនមែនជាវិស័យរបស់មនុស្សលោកទៅដល់មើលឃើញមិនបានគិតប្រមាណត្រូវឡើយមានតែព្រះពុទ្ធនិងព្រះអរហន្តទាំងឡាយទើបទៅដល់មើលឃើញដឹងស្គាល់ដោយសពគ្រប់បានសូមបញ្ជាក់អ្នកវិទ្យាសាស្ត្រភូមិសាស្ត្រសម័យនេះមិនអាចបំផោងខួរក្បាលគិតឲ្យដឹងសពគ្រប់ដោយព្រះអរហន្តបានឡើយព្រោះគ្មានមធ្យោបាយទៅដល់ភ្នំធំឈ្មោះសនេរុនោះមានភ្នំ3ទល់ពីក្រោមហៅថាភ្នំត្រៃកូនខាងលើកំពូលភ្នំសនេរុនោះជាភូមិភាគរបស់សកទេវរាជហៅថាឋានតាវតឹងខាងលើតទៅទៀតគឺឋានយាមាដសិតនមានរតីនិងបរណមិតសវតីឋានទាំងនេះជាទីនៅអាស្រ័យរបស់ពួកទេវតាទាំងអស់មិនមែនជាទីនៅអាស្រ័យរបស់មនុស្សឡើយខាងលើពីឋានទេវតានោះទៅទៀតជាភូមិភាគរបស់ពួកព្រហ្មមានរូបនិងព្រហ្មគ្មានរូបព្រហ្មមានរូប16ឋានគឺ 1. បរិសវិជ្ជា 2. បរោហត្តា 3. មហាព្រហ្ម 4. បរតភា 5. អបមាណាភា 6. អភសរា 7. បរតសភា 8. អបមានសុភា 9. សុភកណ្ហា 10. វេហផលា 11. អសេញ្ញសតា 12. អវិហា 13. អតបតា 14. សូទសា 15. សូទសី 16. អកនិដ្ឋាព្រហ្មគ្មានរូប4ឋានគឺ 1.
អាកាសានញ្ចាយតនៈ 2. វិញ្ញាណញ្ចាយតនៈ 3. អកញ្ចាយតនៈ 4. នេវសញ្ញានាសញ្ញាយតនៈ ឋាននេវសញ្ញានាសញ្ញាយតនៈនេះជាឋានខាងលើធំបំផុតរបស់ពិភពឱកាសលោកចម្ងាយពីទីបំផុតភពមកឋានមនុស្សលោកនេះឆ្ងាយក្រៃលែងឆ្ងាយនឹងកំណត់រាប់ថាប៉ុណ្ណេះប៉ុណ្ណោះយោជមិនបានក្នុងគម្ពីរលោកទីបកៈមានស្រដៀងប្រៀបធៀបថាសព្ពភវកេថត្វណ្ណៈកោដាគិរៈសមាសិលាបាតិកាតៃហេវសេហេទ្វិមាសេហេចៈអដ្ឋហេរតិថ្វាំងវេហេដូច្នេះជាដើមសេចក្តីថាទេវតាមានឫទ្ធិច្រើនស្ថិតនៅក្នុងទីបំផុតនៃភពហើយទម្លាយនៅដុំថ្មធំប៉ុនផ្ទះកំពូលឲ្យធ្លាក់ចុះមកឋានមនុស្សលោកធ្លាក់មកយូរអង្វែងណាស់ចំនួន3ឆ្នាំ2ខែ8ថ្ងៃនិង14នាទីទើបដល់ឋានមនុស្សដុំថ្មនោះគ្រាន់តែសឹកដោយខ្យល់ដាច់អស់ទៅនៅសល់ប៉ុនផ្លែក្រូចសើចប៉ុណ្ណោះបន្ទាប់អំពីនេះទៅនឹងសម្ដែងរៀបរាប់តាមគម្ពីរវិសុទ្ធមគ្គដូចតទៅទៀតតាមដំណើរថាភ្នំសនេរុស្ថិតនៅកណ្ដាលចក្រវាឡភ្នំសត្តបរិភ័ណ្ឌព័ទ្ធជុំវិញភ្នំសនេរុផ្ទៃខាងក្រៅភ្នំសត្តបរិភ័ណ្ឌនោះសុទ្ធតែទឹកទាំងអស់មានទ្វីប4ស្ថិតនៅក្នុងទិសទាំង4ឆ្ងាយដាច់ស្រយាលពីភ្នំសត្តបរិភ័ណ្ឌទ្វីបទាំង4នោះគឺ1ចំពោះទ្វីបស្ថិតនៅទិសខាងត្បូងភ្នំសនេរុមានដើមព្រិញប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះរកស៊ីចិញ្ចឹមជីវិតដោយកសិកម្មនិងពាណិជ្ជកម្មជាដើមស្ត្រីមានគភ៌9ខែឬ10ខែទើបប្រសូតបុត្រធីតា2ឧត្តរគរុទ្វីបស្ថិតនៅទិសខាងជើងភ្នំសនេរុមានដើមកាប់ប្រព្រឹត្តប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះមិនរវីរវល់កង្វល់ដោយកសិកម្មឬពាណិជ្ជកម្មឡើយចង់បានអ្វីចង់បរិភោគចំណីអាហារបែបណាគ្រាន់តែដើរទៅដល់ដើមកាប់ប្រព្រឹត្តបានដូរសេចក្តីប្រាថ្នាស្ត្រីមានគភ៌7ថ្ងៃប្រសូតបុត្រធីតាប្រសូតបាន7ថ្ងៃចេះដើរជារុន3អមរៈកោយានិទ្វីបស្ថិតនៅខាងលិចភ្នំសនេរុមានដើមកទុំពណ៌ប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះមិនកង្វល់ដោយកសិកម្មពាណិជ្ជកម្មឡើយព្រោះមានដងកែវឲ្យសម្រេចសេចក្តីប្រាថ្នាបានគ្រប់យ៉ាង4ពពៈវិទេហទ្វីបស្ថិតនៅខាងកើតភ្នំសនេរុមានដើមច្រេះប្រចាំទ្វីបមនុស្សក្នុងទ្វីបនោះមិនពិបាកនឿយហត់ដោយកសិកម្មនិងពាណិជ្ជកម្មឡើយព្រោះមានប្រាសាទមួយវិចិត្ររចនាដោយកែ7ប្រការមានកម្ពស់ដល់5យោជន៍ឲ្យសម្រេចសេចក្តីត្រូវការរបស់មនុស្សគ្រប់យ៉ាងបានបណ្ដាទ្វីបទាំង4នោះព្រះពុទ្ធគ្រប់ព្រះអង្គមិនដែលឧបដិកកើតឡើងក្នុងទ្វីបទាំង3ទេទ្រង់ឧបដិកកើតឡើងក្នុងចម្ពោះទ្វីបមួយប៉ុណ្ណោះព្រោះទ្វីបទាំង3ជាទ្វីបសម្រាប់សោយផលរបស់សុចរិតមិនមែនជាទ្វីបសម្រាប់សាងសុចរិតធម៌ដោយចម្ពោះទ្វីបឡើយក្នុងចម្ពោះទ្វីបមានភ្នំហេមពានកម្ពស់500យោជន៍បណ្ដោយនិងទទឹងប្រវែង3000យោជន៍មានកំពូល84000កំពូលចម្ពោះព្រឹកមានដើមព្រិញក្នុងចម្ពោះទ្វីបមួយកម្មព្រឹកមានដើមកាប់ឧត្តរគរុទ្វីបមួយកទុំពព្រឹកមានដើមខ្ទុំក្នុងអមរៈកោយានិទ្វីបមួយសរីរៈព្រឹកមានដើមច្រេះក្នុងពពេវិទេហទ្វីបមួយបរិច្ឆតព្រឹកមានដើមរលួសផ្អង់ក្នុងឋានតាវតឹងមួយបាដល័យព្រឹកមានដើមច្រនាងរបស់ពួកអសុរៈមួយនិងសម្បលិព្រឹកមានដើមរការបស់ពួកគ្រុឌមួយឈើទាំងអស់នោះសុទ្ធតែជាស្ដេចនៃរុក្ខជាតិមានអាយុវែងតាំងនៅអស់មួយកាប់មានទំហំនិងកម្ពស់ជាដើមប៉ុនគ្នាទាំងអស់គឺមានទំហំជុំវិញដើមចំនួន15យោជន៍បណ្ដោយដើមនិងបណ្ដោយមែកដែលបែកជុំវិញទៅម្ខាងមាន50យោជន៍រំភាយមែកពីម្ខាងទៅម្ខាងនិងកម្ពស់មែកពីខាងលើចំនួន100យោជន៍ទំហំទ្វីបទាំង4យ៉ាងគឺចម្ពោះទ្វីបស្ថិតនៅឋានតាវតឹងឋានអសុរៈឋាននរុអវិជ័យ
មានទំហំ 10000 យោជន៍ដូចគ្នាអមរៈកោយានិទ្វីបនិងពពេវិទេហទ្វីបមានទំហំ 2000 យោជន៍ឧត្តរគរុទ្វីបមានទំហំ 8000 យោជន៍ទ្វីបទាំង4នេះទ្វីបនីមួយៗមានទ្វីបតូចៗ500ជាបរិវាររួមនៅក្នុងចក្រវាឡតែមួយជុំវិញចក្រវាឡមានភ្នំធំវែងពាន់ជុំវិញភ្នំនោះចាក់រឹសទៅក្នុងមហាសមុទ្រជម្រៅ 84000 យោជន៍ដ៏ខ្ពស់ឡើងលើមានកម្ពស់ 84000 យោជន៍ដូចគ្នាសូមបញ្ជាក់អស់លោកអ្នកស្ដាប់ពាក្យថាលោកធាតុនិងចក្រវាឡជាពាក្យតែមួយគ្រាន់តែផ្សេងគ្នាដោយសេចក្តីប៉ុណ្ណោះទេក្នុងលោកធាតុមួយឬចក្រវាឡមួយមានទ្វីប4ទ្វីបតូច500មានភ្នំសនេរុនិងភ្នំសតបរិភ័ណ្ឌឋានសួគ៌6ជាន់ឋានព្រំឋានមនុស្សនិងឋាននរកជាដើមហើយមានព្រះអាទិត្យនិងព្រះច័ន្ទព្រះអាទិត្យនោះមានទំហំ50យោជន៍ព្រះច័ន្ទមានទំហំ49យោជន៍ជាវិមានប្រាសាទរបស់សូរិយទេវបុត្រនិងចន្ទទេវបុត្រសង្ខារលោកតាក់តែងឡើងសម្រាប់បំភ្លឺលោកមានប្រក្រតីដើរប្រទក្សិណភ្នំសនេរុជានិច្ចព្រះអាទិត្យក្នុងមួយយប់មួយថ្ងៃដើរបានមួយជុំភ្នំសនេរុព្រះច័ន្ទដើរមួយខែទើបបានមួយជុំភ្នំសនេរុរួបរวมសម្ភារៈទាំងអស់ដោយដែលអាត្មាភាពបានរៀបរាប់ពោលហើយនេះហៅថាលោកធាតុមួយឬចក្រវាឡមួយក្នុងលោកធាតុឬចក្រវាឡនោះមានច្រើនជាអនេកមិនមែនមានតែមួយទេរួមលោកធាតុឬចក្រវាឡដែលមានទំហំប៉ុន្មានហៅថាឱកាសលោកនោះបែងចែកទៅតាមខេត្តរបស់ព្រះពុទ្ធទៀតគឺពុទ្ធខេត្តមាន3យ៉ាង1ជាទីខេត្តមានលោកធាតុឬចក្រវាឡចំនួន 10000 លោកធាតុក្នុងពេលដែលព្រះសម្ពុទ្ធចោះចាប់បដិសន្ធិនិងប្រសូតជាដើមលោកធាតុឬចក្រវាឡទាំង 10000 នោះកម្រើកញាប់ញ័រទាំងអស់ហាក់ដូចជាគេចាប់ទាញញាក់ឬចាប់អង្រួនដោយអំណាចបុណ្យរបស់ព្រះអង្គ2អាណាខេត្តមានលោកធាតុឬចក្រវាឡ 100,000 កោដលោកធាតុក្នុងពេលដែលព្រះសម្ពុទ្ធសម្ដែងនៅរតនបរិត្តខន្តបរិត្តថេជកបរិត្តអនាដេយបរិត្តនិងមោរៈបរិត្តលោកធាតុឬចក្រវាឡទាំង 100,000 កោដនោះកម្រើកញាប់ញ័រទាំងអស់ហាក់ដូចជាគេចាប់ញាក់ឬចាប់អង្រួនដោយអំណាចរបស់ព្រះបរិត្តដែលព្រះអង្គទ្រង់សម្ដែង3វិស័យខេត្តមានលោកធាតុឬចក្រវាឡជាអនន្តរាប់មិនបានប្រមាណមិនត្រូវអំណាចប្រាជ្ញាញាណរបស់ព្រះសម្ពុទ្ធជ្រៅឆ្ងាយទូលាយជាអនន្តផ្សាយទៅក្នុងឱកាសលោកដែលរកទីបំផុតមិនឃើញបានតាមពុទ្ធបំណងបើព្រះអង្គចង់ជ្រាបនៅហេតុអនន្តបែបណាទ្រង់ជ្រាបបាននៅបែបនោះឥតមានទើសទះពុទ្ធខេត្តទាំង3នោះលើកលែងតែវិស័យខេត្តមួយចេញព្រោះជាធម្មតាវិស័យប្រាជ្ញាញាណរបស់ព្រះពុទ្ធគ្រប់ព្រះអង្គចំណែកខាងជាតិខេត្តនិងអាណាខេត្តដែលមានលោកធាតុឬចក្រវាឡ 100,000 កោដនោះជាខេត្តរបស់ព្រះសម្ពុទ្ធមួយអង្គលោកធាតុឬចក្រវាឡទាំង 100,000 កោដនោះសង្ខារលោកតាក់តែងឡើងក្នុងពេលជាមួយគ្នាមានអាយុឋិតនៅប្រហែលគ្នាវិនិច្ឆ័យទៅវិញក៏ដំណើរគ្នាដោយមានសម្ដែងក្នុងគម្ពីរវិសុទ្ធមគ្គត្រង់អភិញ្ញានិទេសថាអេវមេទេសុតੰសុពុទ្ធខេទេសុអេកាំងអនាខេតាំងវិនស្សតិជាដើមសេចក្តីថាបណ្ដាពុទ្ធខេត្តទាំង3នោះអាណាខេត្តមួយត្រូវវិនិច្ឆ័យកាលណាបើអាណាខេត្តវិនិច្ឆ័យហើយចំណែកខាងជាតិខេត្តក៏ត្រូវវិនិច្ឆ័យដូចគ្នាជាតិខេត្តការវិនិច្ឆ័យក្នុងពេលជាមួយគ្នានឹងអាណាខេត្តការតាំងនៅក៏តាំងនៅក្នុងពេលជាមួយគ្នានឹងអាណាខេត្តការវិនិច្ឆ័យក្តីតាំងនៅក្តីនៃជាតិខេត្តនិងអាណាខេត្តនោះបណ្ឌិតត្រូវបានជ្រាបយ៉ាងនេះចុះនៃតង់ក្នុងពុទ្ធខេត្តនេះច្រើនមានយោបល់ផ្សេងគ្នាខ្លះយល់ថាក្នុងឱកាសលោកទាំងមូលដែលមានមេឃឱកាសធំទូលាយលហោលហេវនេះមានលោកធាតុឬចក្រវាឡត្រឹមតែ 100,000 កោដប៉ុណ្ណោះយូរទើបមានព្រះពុទ្ធត្រាស់មួយអង្គ
มันเมียนจินิจการรอคายรอชนำตีปรัวมันเมียนโลกเทศหรือจักรวาลโดยไล่กล่าวปีมือแสนเก้านิติคลาดเย็ดโยธาขนองเอากาสโลกอย่างมูลได้เมียนเมจีเอากาทอมตุลีละฮอละเฮลนี่มันเหม็นเมียนโลกเทศหรือจักรวาลตรำตายมือแสนเก้าปนตีคือเมียนมือแสนเก้ามือแสนเก้าเจียอนอนรอมันอเมียนประปตรารอไงขึ้นเมียนจันหลอบาโลกเทศเมียนมือแสนเก้านี่ประปตปาเรนเปียนเตอร์หายโลกเทศมือแสนเก้าโนเมียนประปตกำปงตราดังโลกเทศมือแสนเก้าไอโนเมียนประปตกำปงจ้าปะเดสันติโลกเทศมือแสนเก้าไอโนเมียนประปตกำปงเจงปาปเจียหรือโลกเทศมือแสนเก้าเจจรันได้เมียนประปตกำปงแต่เจ้าจ้าปะเดสันติกำปงแต่ประโสดกำปงแต่บานตราดังเจดามหรือกำเมียนโลกเทศมือแสนเก้าเจจรันเตียนกำปงแต่วิเนียเมียนโลกเทศมือแสนเก้าจรันเตียนกำปงแต่จำรันกาสวายโยตั้งปีทานดิเนเรียบเรียงมันบานวินิชัยถาเนนาข้อหรือเนนาเตยตีกรอนแต่เตียงหายพอลบอกบังหานจีกรุงเจียกำเนิดตุกเจียบานกาสลายแต่เหลือพุทธบริษัทได้บานสดับหนึ่งบานอ่านตามกาวินิชัยจอกใบยืนคืนถาข้างนาซอมหายซอมพอจีงข้างนูหอยเตยปิดประกอบโกรงกำเนิดมวยพุทธแคดเมียนใบกือเจียติแคดอาณาแคดนังวิสัยแคดแคดเจียพิซาบลัยปลายถาดำบอลหรือเนตีเจียพิแผ่นใดหรือพิแผ่นโลกได้เกสนมัดแบ่งใจเจียอันเลออันเลอเมียนขั้นได้รสพีปัญญัติหรือได้โลกปัญญัติเจียสังกัดกอมเอาจะหลอมขณีปรูเมียนพิจารณมันแมนเมียนแต่มวยตีพุทธแคดตีมวยคือเจียติแคดเมียนกำนอดตรำตายมือเหมือนโลกเทียนประปุตตรงประเดสันทิเจดามจมปูโลกเทียนนามวยขนองกรองมือเหมือนโลกเทียนนุกำลังหยอบหยัวบานแต่มือเหมือนโลกเทียนปนกมันบานกำนอดหยอบหยัวดอนโลกเทียนโดยเตยเลยปีปุตตะแค่ตีปีคืออนาแขนเมียนกำนอดตรำตายมือแสนเก้าโลกเทียนประปุตตรงสำได้เนรัตนปรัตหรือคันเตะปรัตเจดามขนองโลกเทียนนามวยขนองกรองมือแสนเก้าโลกเทียนนุกำลังหยอบหยัวบานแต่มือแสนเก้าโลกเทียนปนกมันบานกำลังหยอบหยัวดอนโลกเทียนโดยเตยเลยหายโดยมาเด็กบานเชียโปรตแคตีปีคืออนาแคดเมียนกำนอบในตีมวยแสนเก้าดอนโลกเทียนโดยเฉพาะเมียนโลกเทียนเลือกปีมวยแสนเก้าตัดติดหรือก็ขมินตีบางขมินหายไอก็จำใบกำนอบเมียนแคดมันท้าแต่งอ้อใต้มาดองตื้อปรูอนาแคดนี่ในเยจำพวกแต่โลกเทียนขนองปัจจุบันอากาศมันเหม็นในเยจำพวกโลกเทียนได้กระลองพอดเธอหายหนูตีใบเอากาสลุเมย์เอาการนุทมตะลีเชียอันนั้นละหอละเหวโรคตีบำพอดเจิงเมย์มันเคยสมใบโปทยินก็เรียโรคมันเคยได้บ่าวทมตะลีอย่างนี้โลกเทียนมวยแสนเก้าเชียอันนั้นก็มันจึงอิดเมย์เอาการไหลแต่งใบคอนี้ชีโครงกำเนิดสมวินิชัยตามในนิจการได้เรียบร้อยบอกนี้ใบหมกอัมปีปิถกรรมปรูปิถกรรมนี้จีชโมในอายุระบอบแผ่นดินระบอบเอากาสโลกหรือจีชโมในอายุระบอบโลกเทียนหรือจักรวาลโลกเทียนหรือจักรวาลแต่งมวยแสนเก่าได้จีแค่ระบอบประปุตไม่อ่องนุสังคารโลตะไตสร้างล้างขนมเปรี้ยวจมูกขณีไอวินเดตวิ่งขนมเปรี้ยวจมูกขณีเกิดตั้งปีการล้างตื้อตัวหนึ่งเปรี้ยวได้วินเดตวิ่งนุจะดานฉนำนะก็หนึ่งรอบถ่ามือเกาหรือมวยอาซองใครฉนำโดยเฉพาะมันออกปลุกโลกเทียนหรือจักรวาลนุเมียนอายุเวนะเติบเนี่ยปลายด่างซ้ายจังไรเมียนประปุจิตดำโลกสนมัดหายถ่ากับคือโลกเทียนหรือจักรวาลนุเมียนอายุเวมือกับเติบวินเนเติบวินขนมกำปีสังยศท่าในกายตรองเตนะการเท่าเบียกเมียนสกเดดำนาถ่าสมัยมวยประปุตตรงกงเตียบกรองเศร้าวัไทยเมียนปีเขาเมรุโจตะก่อนหอยกราบตูซัวถ่าบ่อเปิดประอองดอยจำรันกับ
មានកាលវែងប៉ុន្មានទីខោកាបកោសោអ្នកសោការោសង្ខាតុងអេតកានិវាសានិអ៊ីតេវាអេតកានិវសសតានិអ៊ីតេវាអេតកានិវសសហសានិអ៊ីតេវាអេតកានិវសសតសហសានិអ៊ីតេវាមនាលភិក្ខុកាបនេះមានកាលវែងណាស់កាបនោះមិនងាយនឹងរាប់ថាប៉ុណ្ណេះឆ្នាំក្តីប៉ុណ្ណោះ100ឆ្នាំក្តីប៉ុណ្ណេះ1000ឆ្នាំក្តីឬថាប៉ុណ្ណេះសែនឆ្នាំបានឡើយភិក្ខុនោះបានទូលរៀបរាប់ទៀតថាបបិទ្ធព្រះអង្គដ៏ចម្រើនចុះព្រះអង្គអាចធ្វើជាឧបមាបានឬទេព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាអាចធ្វើបានទើបទ្រង់សម្ដែងឧបមាថាសយថាបិភិក្ខុមហាសេឡូបបតោយោចនាំងជាដើមមនាលភិក្ខុឧបមាដូចជាភ្នំថ្មសុទ្ធដ៏ធំមានបណ្ដោយ1យោជន៍ទទឹង1យោជន៍កម្ពស់1យោជន៍មិនបានធ្លុះមិនមានប្រហោងជាភ្នំថ្មតាន់កន្លង100ឆ្នាំទៅ100ឆ្នាំទៅមានបរោះយកសម្ពុតកាសកៈមកបោសភ្នំនោះម្ដងមនាលភិក្ខុភ្នំថ្មសុទ្ធដ៏ធំនោះក៏បីដល់នៃការអស់ទៅរីកទៅដោយសេចក្តីព្យាយាមនោះឆាប់ជាងឯកាប់មិនទាន់អស់នៅឡើយមនាលភិក្ខុកាប់នេះមានកាលវែងយ៉ាងនេះឯងក្នុងការជាខាងក្រោយមកភិក្ខុមេរូបចូលទៅគាល់ហើយទូលសួរដូចមុនទៀតព្រះដែលមានព្រះភិក្ខត្រាស់ថាសាយថាបេភិក្ខុការសាយ៉ាងអ្នកករាំងយោនិអាយាមានអ្នកជាដើមមនាលភិក្ខុឧបមាដូចជាកំណរដែលព័ទ្ធដោយកំពែងមានបណ្ដោយ1យោជន៍ទទឹង1យោជន៍កម្ពស់1យោជន៍ពេញដីក្របស្ពៃជាកំណរដែលគេបិទភ្ជាប់ដោយដុំដីស្អិតកន្លង100ឆ្នាំ100ឆ្នាំទៅមានបរោះទៅរើសយកក្របស្ពៃមួយគ្រាប់មកអំពីកំណរនោះមនាលភិក្ខុកំណរក្របស្ពៃដ៏ធំនោះក៏បីដល់នៃការអស់ទៅរលីងទៅដោយសេចក្តីព្យាយាមនោះឆាប់ជាងឯកាប់មិនទាន់អស់នៅឡើយមនាលភិក្ខុកាប់នេះមានកាលវែងយ៉ាងនេះឯងកាប់នេះចែកចេញជាច្រើនយ៉ាងទៅទៀតចែកចេញជា2ក៏មានជា3ក៏មានជា4ក៏មានជា6ក៏មានកាប់ចែកចេញជា2គឺ1សង្វត្តកម្មកាប់វិនិច្ឆ័យ2វិវត្តកម្មកម្មចម្រើនកាប់ចែកចេញជា3គឺ1តេជោសង្វត្តៈកោបវិនិច្ឆ័យដោយភ្លើង2អបោសង្វត្តៈកោបវិនិច្ឆ័យដោយទឹក3វាយោសង្វត្តៈកោបវិនិច្ឆ័យដោយខ្យល់កាប់ចែកចេញជា4គឺ1អាយុកម្មខូបអាយុគឺខូបអាយុខែមនុស្ស2អន្តរាកម្មកំណត់អាយុខែចុះខែឡើងគឺមនុស្សមានអាយុខែចុះដល់ទៅ10ឆ្នាំស្លាប់ហើយខែឡើងវិញដល់ទៅ1អសង្ខ័យការខែចុះទៅហើយខែឡើងវិញ1លើកហៅថាអន្តរាកម្មមួយ3អសង្ខ័យកម្មកំណត់យកអន្តរាកម្ម64ដងហៅថាអសង្ខ័យកម្ម4មហាកម្មកំណត់យកអាយុសង្ខ័យ4ដងទើបហៅថាមហាកម្មកម្មចែកចេញជា4ទៀតគឺសង្វត្តកម្មកើតតាំងពីពេលដែលកោបវិនិច្ឆ័យទៅទល់នឹងវិនិច្ឆ័យអស់រលីង2សង្វត្ថាយកម្មកើតតាំងពីពេលដែលកោបវិនិច្ឆ័យអស់ទៅរលីងទៅទល់នឹងពេលដែលកើតឡើងទៀត3វិវត្តកម្មកើតតាំងពីពេលដែលកម្មកើតឡើងទៅទល់នឹងពេលដែលព្រះអាទិត្យព្រះច័ន្ទកើតមាន4វិវត្ថាយកម្មកើតតាំងពីពេលដែលព្រះអាទិត្យនិងព្រះច័ន្ទកើតមានទៅទល់នឹងពេលដែលកោបវិនិច្ឆ័យទៅវិញឯកម្មនោះចែកចេញជា6យ៉ាងទៀតគឺ1សារកម្មកម្មដែលមានព្រះពុទ្ធត្រាស់1ព្រះអង្គ2មន្តកម្មកម្មដែលមានព្រះពុទ្ធត្រាស់2ព្រះអង្គ3វរកម្មកម្មដែលមានព្រះពុទ្ធត្រាស់3ព្រះអង្គ4សារមន្តកម្មកម្មដែលមានព្រះពុទ្ធត្រាស់4ព្រះអង្គ5ផតកម្មកម្មដែលមានព្រះពុទ្ធត្រាស់5ព្រះអង្គ6សញ្ញកម្មកម្មដែលគ្មានព្រះពុទ្ធត្រាស់សាធុវោអស់លោកអ្នកសាទសពបរោះទាំងឡាយសូមអនុមោទនាស្ដាប់អំពីកោបវិនិច្ឆ័យដូចតទៅនេះកម្ម
ដែលវិនិច្ឆ័យទៅដោយហេតុ3យ៉ាងគឺ1វិនិច្ឆ័យទៅដោយភ្លើងឆេះការបើលោកធាតុឬចក្រវាឡទាំង100,000កោដមានអាយុគ្រប់1កាប់ហើយត្រូវភ្លើងឆេះកំទេចលោកធាតុទាំងនោះមុនដែលនឹងត្រូវភ្លើងឆេះនោះមានភ្លៀងធំធ្លាក់ចុះក្នុងលោកធាតុទាំង100,000កោដមនុស្សទាំងឡាយនាំគ្នាត្រេកអរសាព្រោះបណ្ដោះពូជធញ្ញជាតិផ្សេងកាលបដោះលំមនឹងគោស៊ីបានហើយភ្លៀងក៏រាំងលែងធ្លាក់ចុះមកទៀតអស់100,000ឆ្នាំច្រើនសត្វដែលមានកម្មស្រាលក៏ស្លាប់មុនសត្វដែលមានកម្មអាក្រក់បានទៅកើតក្នុងព្រហ្មលោកទាំងអស់លុះកន្លងយូរទៅទឹកដែលដក់នៅក្នុងទីនោះក៏រីងស្ងួតអស់ទៅពួកសត្វទាំងឡាយមានត្រីនិងអណ្ដើកជាដើមក៏ស្លាប់អស់ទៅសត្វនរកក្តីដេរឆានក្តីមនុស្សក្តីស្លាប់ទៅបានទៅកើតក្នុងទេវលោកខំចម្រើនឈានក្នុងទីនោះបានទៅកើតក្នុងព្រហ្មលោកទាំងអស់សូមបញ្ជាក់សត្វនរកដែលស្លាប់ក្នុងពេលដែលព្រះអាទិត្យទី7បានកើតឡើងត្បិតមុនដែលភ្លើងនឹងឆេះចំនួន100,000ឆ្នាំមានទេវតាមួយអង្គឈ្មោះលោកព្យូហាចុះមកអំពីឋានទេវលោកខ្លែងភេទជាមនុស្សស្លៀកសំពត់ក្រហមរំសាយសក់មានមុខទៅទឹកជោកដោយទឹកភ្នែកជូរទឹកភ្នែកហើយដើរទៅតាមផ្លូវនៃមនុស្សហើយប្រកាសប្រាប់ថាអ្នកទាំងឡាយនៅ100,000ឆ្នាំទៀតកាប់នឹងវិនិច្ឆ័យលោកធាតុនឹងវិនិច្ឆ័យទឹកសមុទ្រនឹងរីងខាស់ផែនដីភ្នំសមេរុព្រមទាំងទេវលោកនឹងវិនិច្ឆ័យអ្នកទាំងឡាយចូលចម្រើនមេត្តាភាវនាខិតខំបម្រើមេត្តាបិតាដោយគោរពក្នុងពេលនៃមនុស្សទាំងឡាយដែលជាសប្បុរសបានស្ដាប់ពាក្យទេវតានោះហើយក៏កើតសង្វេគតក់ស្លុតមុនគេក៏ប្រញាប់ធ្វើបុណ្យទានបម្រើមេត្តាបិតាមិនមានសេចក្តីប្រមាទលុះដល់ស្លាប់ទៅបានទៅកើតក្នុងទេវលោកខំចម្រើនឈានក្នុងទេវលោកបានសម្រេចឈានក៏បានទៅកើតក្នុងព្រហ្មលោកទៅមិនបានទៅរងទុក្ខវេទនាដូចជាជនអសប្បុរសឡើយក្នុងគម្ពីរវិសុទ្ធមគ្គប្រាប់ថាវេសោបច្ឆេតតោបណឧទ្ធាំងទីខសៈអដ្ឋណូជាដើមសេចក្តីថារាប់តាំងអំពីការដែលរាំងភ្លៀងកន្លងកាលមកជាយូរអង្វែងមានព្រះអាទិត្យ2បានកើតឡើងប្រកបព្រះអាទិត្យ2មាននៅក្នុងលោកហើយយប់និងថ្ងៃមិនប្រកបព្រះអាទិត្យ1បានរះឡើងមួយទៀតបានលេចទៅក្នុងលោកមានកម្ដៅព្រះអាទិត្យជាប់ចនិចរាល់វេលាក្នុងកាលមុនអំពីកាលដែលព្រះអាទិត្យញ៉ាំងកាប់ឲ្យវិនិច្ឆ័យនោះសូរិយទេវបុត្រតែមានក្នុងសូរិយវិមានដល់មកក្នុងកាលដែលព្រះអាទិត្យញ៉ាំងកាប់ឲ្យវិនិច្ឆ័យនោះសូរិយវិមានមិនមានទេវបុត្រឡើយសូរិយមណ្ឌលដែលកើតថ្មីមានកម្ដៅក្លាហានណាស់ពពកនឹងអាប់ក្នុងអាកាសវិមានបានអស់ជាអោភាប្រាជ្ញាមន្ទិលកាលបើព្រះអាទិត្យទី2បានកើតក្នុងលោកហើយទឹកក្នុងស្ទឹងតូចរីងខាស់អស់ឥតមានសល់ឡើយលុះកន្លងកាលយូរទៅព្រះអាទិត្យទី3បានកើតឡើងទឹកក្នុងស្ទឹងធំទាំង5ក៏រីងខាស់អស់ទៀតលុះកាលកន្លងយូរទៅព្រះអាទិត្យទី4បានកើតឡើងទឹកក្នុងស្រះធំទាំង7មានអណោតស្រះជាដើមក៏រីងខាស់អស់ទៅទៀតលុះកាលកន្លងយូរទៅព្រះអាទិត្យទី5បានកើតឡើងទឹកក្នុងមហាសមុទ្រក៏រីងខាស់អស់ទៀតក្នុងលោកទាំងមូលគ្មានទឹកសូម្បីតែមួយដំណក់ឡើយលុះកាលកន្លងយូរទៅព្រះអាទិត្យទី6បានកើតឡើងចក្រវាឡទាំង100,000កោដមានផ្ទៃហុយទ្រលោមឡើងមានជ័រហូរចេញអំពីផែនដីលុះកន្លងយូរឆ្នាំទៅព្រះអាទិត្យទី7បានកើតឡើងចក្រវាឡទាំង100,000កោដមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅឆេះរំសាយភ្នំកម្ពស់មួយយោជជាដើមដល់រាបដល់ភ្នំសមេរុបណ្ដាលឲ្យវិនាសសាបសូន្យទៅអណ្ដាតភ្លើងដែលឆេះសន្ធោសន្ធៅនោះឆេះដល់ឋានចតុមហារាជការឆេះឋានតាវតឹងឋានយាមាឋានដសិតឋាននមានរតីឋានបរណមមេតាសវតីនិងឆេះនៅឋានព្រំជាន់ខាងក្រោមទទួលនឹងត្រឹមឋានអភសរៈសាយវៈអនុមតំពេសង្ខារកតាំងអធិតាវណៈនពាយតិអណ្ដាលភ្លើងនោះបើរបស់ដែលឆេះនោះមិនទាន់អស់ក៏មិនទាន់រលត់
ឆេះដរាបដល់អស់មិនឲ្យសល់ផេះទើបរលត់ទៅឧបមាដូចជាភ្លើងឆេះប្រេងទីខាងក្រោមជាឱកាសទទេខាងលើក៏ជាឱកាសទទេដូចគ្នាទាំងអស់មានងងឹតធំតែមួយ2វិនិច្ឆ័យទៅដោយទឹកការបើលោកធាតុឬចក្រវាលមួយមានអាយុមួយកាប់ហើយត្រូវវិនិច្ឆ័យទៅវិញការដែលនឹងវិនិច្ឆ័យទៅដោយទឹកនោះមានទំនងដូចជាវិនិច្ឆ័យទៅដោយភ្លើងដែរគ្រាន់តែប្លែកដូច្នេះគឺមហាមេឃបណ្ដាលឲ្យភ្លៀងទឹកក្រត់ធ្លាក់ចុះមកក្នុងឋានចក្រវាលទាំងមួយសែនកោណសម្ភារៈទាំងឡាយមានភ្នំជាដើមការបើត្រូវទឹកក្រត់នោះហើយក៏រលាយរលួយអស់ទៅទឹកក្រត់នោះខ្យល់បក់ត្រត្រង់ជុំវិញរំលាយនៅសម្ភារៈខាងក្រោមហើយរំលាយនៅឋាន6ជាន់គឺឋានព្រំជាច្រើនជាន់ទៀតទៅទល់នឹងឋានព្រំឈ្មោះថាសុភកណ្ណហាទឹកក្រត់ក៏រិញខាសអស់ទៅសម្ភារៈទាំងឡាយមានភ្នំជាដើមដែលរលាយទៅដោយទឹកក្រត់នោះឧបមាដូចជាអំបិលដែលគេបង់ទៅក្នុងទឹករលាយឥតមានសេសសល់អ្វីតិចតួចឡើយទីខាងក្រោមជាឱកាសទទេខាងលើក៏ជាឱកាសទទេដូចគ្នាទាំងអស់មានងងឹតធំតែមួយ3កាប់វិនិច្ឆ័យដោយខ្យល់ការបើលោកធាតុឬចក្រវាលមានអាយុមួយកាប់ហើយត្រូវវិនិច្ឆ័យទៅវិញការដែលនឹងវិនិច្ឆ័យដោយខ្យល់នោះមានទំនងដូចគ្នានឹងវិនិច្ឆ័យដោយភ្លើងដែរគ្រាន់តែប្លែកគ្នាដូចនេះគឺមហាមេឃញ៉ាំងខ្យល់ព្យុះធំឲ្យកើតឡើងបំបក់បំប៉ើងនៅធូលីល្អិតល្អិតឲ្យហុយទៅឯដងអាកាសវិនិច្ឆ័យបាត់អស់ទៅជាមុនទើបបំបក់បំប៉ើងទើបនៅដីខ្សាច់គ្រោះតូចនិងគ្រោះធំមានដុំថ្មដរាបដល់ដើមឈើនិងភ្នំឲ្យប៉ះទង្គិចគ្នាអណ្ដែតទៅឯដងអាកាសវិនិច្ឆ័យអស់ទៅឥតសេសសល់កំតិចទើបបំបក់បំបែកនៅផែនដីក្នុងមួយសែនកោណនៃចក្រវាលនិងឋានសួគ៌6ជាន់មានឋានព្រំដរាបទៅដល់ព្រំឈ្មោះថាវេហផល្លាឲ្យល្អិតល្អន់ខ្ទេចខ្ទីឥតមានសេសសល់សូម្បីតែធូលីបន្តិចបន្តួចឡើយខ្យល់ក៏វិនិច្ឆ័យបាត់អស់ទៅទីខាងក្រោមក៏ជាឱកាសទទេខាងលើក៏ជាឱកាសទទេដូចគ្នាទាំងអស់មានងងឹតធំតែមួយសាធុវោអស់លោកអ្នកសាធុសពបរោះទាំងឡាយជាអ្នកស្ដាប់កម្មដែលត្រូវនឹងវិនិច្ឆ័យទៅវិញដោយអាការៈ3យ៉ាងដោយរៀបរាប់មកនេះអាការៈទាំង3យ៉ាងនេះមិនមែនវិនិច្ឆ័យផ្លាស់ប្ដូរគ្នាម្ដងម្នាក់នោះទេគឺវិនិច្ឆ័យយ៉ាងនេះវិនិច្ឆ័យដោយភ្លើង7ដងវិនិច្ឆ័យដោយទឹកម្ដងវិនិច្ឆ័យដោយភ្លើងទឹកតែយ៉ាងនេះចំនួន63ដងទើបវិនិច្ឆ័យដោយខ្យល់ម្ដងនេះជាធម្មតានៃការវិនិច្ឆ័យរបស់កម្មនៅក្នុងគម្ពីរវិសុទ្ធិមគ្គប្រាប់អំពីហេតុដែលបណ្ដាលឲ្យវិនិច្ឆ័យថាអកុសលមូលេសុហេអូនេសូអេវ៉ាំងលោកោវិនិស្សតិជាដើមសេចក្តីថាកាលបើអកុសលមូលទាំងឡាយមានរាគៈទោសៈនិងមោហៈក្រាស់ឡើងហើយលោកតែងវិនិច្ឆ័យដោយអាការៈយ៉ាងនេះលោកនោះឯងកាលបើមានរាគៈច្រើនជាងត្រូវវិនិច្ឆ័យដោយភ្លើងបើមានទោសៈក្រាស់ជាងត្រូវវិនិច្ឆ័យដោយទឹកចំណែកខាងអាចារ្យខ្លះនិយាយថាកាលបើមានទោសៈក្រាស់ជាងត្រូវវិនិច្ឆ័យដោយភ្លើងបើមានរាគៈក្រាស់ជាងត្រូវវិនិច្ឆ័យដោយទឹកបើមានមោហៈក្រាស់ជាងត្រូវវិនិច្ឆ័យដោយខ្យល់សាធុវោអស់លោកអ្នកសាធុសពបរោះទាំងឡាយជាអ្នកស្ដាប់អាត្មាភាពព្រះភិក្ខុធម្មវិជ្ជតោបតុងជាលោកគ្រូចៅអធិការនៃវត្តថ្មអណ្ដែតដែលស្ថិតនៅភូមិច្បក់ភ្លោះឃុំភ្នំបាទស្រុកពេញលឺខេត្តកណ្ដាលលើកយកសេចក្តីនៃប្រវត្តិកម្មកថាសម្ដែងអំពីការវិនិច្ឆ័យចំដោយបរិបូរតែប៉ុណ្ណេះសូមអស់លោកអ្នកសាធុសពបរោះទាំងឡាយអនុមោទនាស្ដាប់នៅកាប់ចម្រើនឬផែនដីដោះក្រោយបន្តទៀតសូមអរព្រះគុណនិងអរគុណ
เพจពុទ្ធវចនៈគឺជាការផ្សាយសំឡេងនៃធម្មទានដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ